អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីនៅក្នុង channel ទី2របស់ខ្ញុំថ្ងៃនេះគឺខ្ញុំនឹង upload ថ្ងៃជាមួយគ្នាខ្ញុំទៅតែ post វីដេអូមួយតាក់ទងនឹងវីដេអូដែលនិយាយពី House of the Targaryen នៅ channel ធំរបស់ខ្ញុំប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយមិនមែននៅសុកទៅអង្គុយ research បន្ថែមតាក់ទងនឹង House Targaryen ហ្នឹងទេគឺមូលហេតុហ្នឹងគឺដោយសារតែខ្ញុំបានទៅមើលរឿង House of the Dragon តាមពិតទៅរឿងហ្នឹងគឺចេញយូរហើយប៉ុន្តែខ្ញុំមើលកាលមុនដូចជាបាន2 3ភាគ 4 5ភាគដូចគ្នាឈប់មើលដូចតែខ្ញុំបានធ្វើវីដេអូខ្ញុំដោយសារមួយរយៈមុនហ្នឹងគឺខ្ញុំវារៀងមានបញ្ហាខ្លះហើយខ្ញុំក៏ខ្ជិលមើលរឿងបែបអញ្ចឹងទៅហើយអញ្ចឹងឥឡូវគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូវិញហើយខ្ញុំក៏ចាប់ផ្ដើម research បន្ថែមខ្ញុំចាប់ផ្ដើមមើលអីថ្មីហើយនឹងត្រឡប់ទៅ passion ដើមរបស់ខ្ញុំវិញខ្លះអញ្ចឹងទៅអញ្ចឹងមិនដែរបែរអ្នកទាំងអស់គ្នាប្រហែលជា 4-5 ថ្ងៃអ្នកទាំងអស់គ្នាសុខសប្បាយទេអញ្ចឹងដូចដែលខ្ញុំបាននិយាយអញ្ចឹង format នៅក្នុង channel ទី2ខ្ញុំគឺវីដេអូខ្ញុំនឹងអត់សូវកាត់ច្រើនទេខ្ញុំព្យាយាមរក្សានៅ raw format កាន់តែច្រើនកាន់តែល្អមូលហេតុហ្នឹងគឺខ្ញុំទុក channel នេះប្រៀបដូចជាទីកន្លែងកម្សាន្តមួយរបស់ខ្ញុំហើយខ្ញុំជាទីកន្លែងដែលខ្ញុំបង្ហាញពី personality ខ្លួនឯងអញ្ចឹង niche ទាំងអស់គឺតាក់ទងនឹងខ្ញុំទាំងអស់តិចទៀតប្រហែលជាវីដេអូដើរលេងវីដេអូផ្សេងទៀតដែលខ្ញុំចង់និយាយរួមទៅគឺ random តែខ្ញុំហៅថា content ចាប់ឆាយអូខេអញ្ចឹងថ្ងៃនេះ setting ថ្មីនិយាយរួមទៅមនុស្សខ្ញុំគឺមកតែដូរ setting ម្ដងបើអត់អញ្ចឹងទេគឺមានអារម្មណ៍ថាឆាប់ធុញប៉ុន្តែឥឡូវដូរហើយខ្ញុំឲ្យគិតថាខ្ញុំរស់រើទៀតហត់ខ្ជិលរៀបបន្ទប់តែយើងត្រឡប់មក topic ឯហ្នឹងវិញខ្ញុំទៅតែបញ្ចប់នៅរឿង House of the Dragon អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយខ្ញុំក៏ធ្លាប់និយាយនៅក្នុងវីដេអូចាស់ៗនៅក្នុង channel នេះដែរខ្ញុំគឺជាមនុស្សដែលចូលចិត្តរឿងបែប fantasy ខ្លាំងមែនតើហើយចំពោះខ្ញុំរឿងបែប fantasy គឺវាមូលហេតុដែលខ្ញុំចូលចិត្តវាហ្នឹងទី1គឺរឿងបែប fantasy វាផ្ដល់ឲ្យយើងនៅពិភពfiction មួយដែលមានអារម្មណ៍ថាគឺវាខុសពីពិភពរបស់យើងអ្នកទាំងអស់គ្នាមានឆ្ងល់ទេថាមូលហេតុអីបានរឿងប្រឡោមលោកបែប fantasy គឺសម្បូរភាគច្រើននៅការជំនាន់មុនអានេះគ្រាន់តែជាកំណត់របស់ខ្ញុំណាខ្ញុំគិតថាដោយសារការជំនាន់មុនគឺគេអត់មានទូរទស្សន៍អត់មានវីដេអូដែលមានការកាត់តដែលឃើញនៅក្នុងមុខដូចយើងទេដើម្បីទទួលបានការកំសាន្តបែប fantasy ហ្នឹងពួកគាត់បានបង្កើតនៅពិភពផ្សេងដូចដែលយើងបានឃើញដូចជា The Witcher ដូចជា Lord of the Ring ដូចជាជាពិសេសរឿងចិនរឿងអីហ្នឹងគឺគេបង្កើតនៅពិភពមួយទៀតដែលមាន lore បកប្រែខ្មែរថាម៉េចដែលមាន lore ខុសពីពិភពរាល់ថ្ងៃដែលអាចហោះហើរបានអាហ្នឹងគឺវាបង្ហាញពីការសម័យរបស់អ្នកនិពន្ធហើយអញ្ចឹងនៅពេលដែលយើងទៅមើលរឿងប្រភេទអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តការសម័យឧទាហរណ៍ថាខ្ញុំតែអានសភៅមួយខ្ញុំនឹងសម័យទៅដល់ណាទៅដល់ណីអញ្ចឹងទៅឧទាហរណ៍ថាខ្ញុំទៅមើលរឿង Lord of the Ring ពេលខ្លះនិយាយមែនណាកាលពីនៅក្មេងសម័យខ្លួនឯងនៅក្នុងអាពិភព fantasy នឹងទៀតមានអារម្មណ៍វាផ្ដល់នៅអារម្មណ៍មួយដែលថាយើង escape យើងរត់ចេញពីពិភពសប្ងៃហើយយើងទៅរស់នៅក្នុងអាពិភព fantasy របស់គេហ្នឹងខ្ញុំចូលចិត្តអារម្មណ៍មួយហ្នឹងហើយទី2គឺខ្ញុំចូលចិត្តនៅក្នុងការវិភាគយើងដឹងហើយថារឿងប្រភេទអញ្ចឹងគឺវាមានcomplicated plot complicated lore ចង់និយាយថាវាមានភាពសាំញ៉ាំនៅក្នុងនេះវាអា lore របស់វាមានភាពសាំញ៉ាំអញ្ចឹងពេលខ្លះរឿងដែលគេទៅសេមកយើងយកទៅវិភាគហើយពេលខ្លះចម្លើយវាមិនមែនមានតែមួយណាយើងទៅមើលអ្នកនេះគេមានចម្លើយផ្សេងយើងអានខ្លួនឯងមានចម្លើយផ្សេងទៅមើលម្នាក់ទៀតមានចម្លើយផ្សេងខ្ញុំចូលចិត្តពីអាភាពប្រទៀងបន្ទង់ controversy របស់រឿងបែប fantasy អញ្ចឹងជាមូលហេតុដែលខ្ញុំចូលចិត្តហើយនឹងឲ្យតម្លៃទៅលើរឿង fantasy មែនតើព្រោះអី world មួយបង្កើតមកគឺមិនមែនស្រួលនៅក្នុងការបង្កើតទេអញ្ចឹងខ្ញុំគិតថាវាពិបាកមែនតើចំនួនតែយើងទៅសេឡូហើយដូចជាមានរឿងខ្លះគឺមានភាសាដែលគេបង្កើតឡើងដើម្បីនេះទេឧទាហរណ៍ដូចជានៅក្នុង Star Wars no Star Trek what the heck Star Trek តា oh my god my friend Star Wars Star Trek ស្អប់ខ្ញុំយ៉ាអញ្ចឹង Star Trek គឺគេមានភាសារបស់គេមួយដែលជាភាសា Klingon ហើយដូចនៅក្នុង House of the Dragon នៅក្នុងពិភពរបស់លោក George R.R. Martin នេះគឺគេមានភាសាមួយដែលគេហៅថា High Valyrian ឬក៏ Low Valyrian ដែល
ដែលតាមពិតខ្ញុំ check មើលខ្ញុំព្យាយាម check មើលចង់ដឹងថាតើភាសាមួយហ្នឹងជាភាសាពិតប្រាកដអត់គេនិយាយថាភាសាហ្នឹងគឺជាភាសាដែលគេប្រឌិតឡើងប៉ុន្តែនៅក្នុងហ្នឹងគឺគេមានគេមានវេយ្យាករណ៍របស់គេមានអីគឺជាភាសាដែលប្រឌិតទេប៉ុន្តែគេរៀបរៀងឲ្យដូចភាសាមែនតើដែលអាចយកទៅប្រើប្រាស់បានហើយនឹងរៀនសូត្របានហើយខ្ញុំគិតថាការធ្វើបែបហ្នឹងគឺមិនមែនជារឿងធម្មតាទេគឺវាពិបាកមែនតើអញ្ចឹងបានខ្ញុំឲ្យតម្លៃទៅលើរឿងប្រភេទរឿងបែប fantasy មែនតើហើយមានប្រហែលរឿងដែរដែលខ្ញុំចូលចិត្តឧទាហរណ៍ដូចជារឿង The Witcher រឿង The Witcher ហ្នឹងគឺខ្ញុំមិននិយាយกับអ្នកនរដឹងថាខ្ញុំចូលចិត្តដែរគឺដោយសារ CD Projekt Red ជាអ្នកធ្វើឲ្យខ្ញុំចូលទៅកាន់ The Witcher ហើយ The Witcher ហ្នឹងខ្ញុំទៅតាវាខ្ញុំនិយាយថារឿងអានសភៅលើវាអត់មានពេលខ្ញុំត្រឡប់ធ្វើការខ្ញុំអត់ចូលចិត្តធ្វើអានកន្លះម៉ោងឈប់ទៅនេះទៅនោះមានអារម្មណ៍ថាវាទាញខ្ញុំចេញពីអាហ្នឹងហ្មងខ្ញុំចូលចិត្តថាអង្គុយអញ្ចឹង 3-4 ម៉ោងអង្គុយអានផ្ដាច់ពាក់កណ្ដាលសភៅអីហ្មងបើសិនជាឲ្យខ្ញុំឆ្លៀតមួយថ្ងៃកន្លះម៉ោង5 10នាទីមានអារម្មណ៍ថាវាទាញខ្ញុំចូលពិភព Game of Thrones នេះបើប្រៀបធៀបទៅខ្ញុំមិនជាចូលចិត្តណាជាងគេជាងឯងប្រហែលទេគ្រាន់តែថាវាស្ថិតនៅក្នុងចំណោមមួយក្នុងចំណោមខ្ញុំចូលចិត្តដែរខ្ញុំចូលចិត្ត Lord of the Ring ហើយខ្ញុំមើលរឿង Star Trek ខ្ញុំមើលអីប៉ុន្តែនៅតែវានៅតែ The Witcher ជាពិភពមួយដែលខ្ញុំចូលចិត្តខ្លាំងជាងគេយើងត្រឡប់មក topic យើងថ្ងៃហ្នឹងអញ្ចឹងដោយអ្នកនរគ្នាបានដឹងអញ្ចឹងថ្មីហ្នឹងគឺខ្ញុំបានមើល House of the Dragon ហើយចំពោះ House of the Dragon នេះគឺជា prequel របស់ Game of Thrones ដែល Game of Thrones ហ្នឹងគឺយើងដឹងហើយវាជា series មួយដែលល្បីមែនទែនដែលវា base ទៅលើសាច់រឿងរបស់នៅក្នុង series ប្រឡោមលោកមួយរបស់លោក George R.R. Martin ដែលគេហៅថាA Song of Ice and Fire ហើយមានប្រមាណក្បាលទេខ្ញុំអត់ដឹងដែរខ្ញុំអត់បានចាប់អារម្មណ៍ខ្ញុំអត់បានទៅ check មើលបន្ថែមដែរហើយខ្ញុំក៏អត់មានកម្រងក្នុងការអានសភៅ Game of Thrones ដែរមានអារម្មណ៍ថាខ្ញុំអត់ចាប់អារម្មណ៍ពីវាខ្លាំងពេកគ្រាន់តែថាខ្ញុំចេះពេលខ្លះខ្ញុំអានអ៊ីនធឺណិតអានអីចឹងវាគួរឲ្យចាប់អារម្មណ៍ដែរប៉ុន្តែគ្រាន់តែថាបើឲ្យចាប់អារម្មណ៍ខ្លាំងពេកគឺមិនជាចាប់អារម្មណ៍ខ្លាំងទេវា copy The Witcher ហ្នឹងមិនអែមហ្មងគ្រាន់តែថា The Witcher ហ្នឹងគឺធ្វើរឿងភាគរបស់ Netflix ហ្នឹងគឺធ្វើឲ្យខ្ញុំខូចចិត្តខ្លាំងមែនតើ HBO Max please ធ្វើ The Witcher ទៅធ្វើរឿង The Witcher ខ្ញុំខកចិត្តខ្លាំងមែនតើseason ថ្មីគេដូរតួនេះគឺខ្ញុំអត់មើលហ្មងខ្ញុំលែងខ្វល់ពី The Witcher ខ្ញុំអត់ចង់ខកចិត្តលើសហ្នឹងទៀតអញ្ចឹងចំពោះនៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែកវីដេអូនេះទៅជា2 section ដែល section ទី1គឺខ្ញុំនឹងនិយាយពីភាពខុសគ្នារវាង House of the Dragon និង Game of Thrones និង section ទី2គឺខ្ញុំនឹងនិយាយអំពីគំនិតខ្ញុំតាក់ទងក្នុងរឿង House of the Dragon សូមបញ្ជាក់ខ្ញុំមិនមែនជាអ្នក review រឿងទេអញ្ចឹងបើទាមទារបន្ទុកខ្ញុំអត់មានបន្ទុកទេហើយមួយទៀតខ្ញុំក៏មិនមែនទៅចេះដឹងរឿងផ្នែកកុនទេអញ្ចឹងតាក់ទងនឹងបច្ចេកទេសអីក៏ខ្ញុំអត់ចេះដែរខ្ញុំបាននិយាយបានតែស្រាលទេអញ្ចឹងយើងទៅនិយាយអំពីសាច់រឿងចំណុចដែលដូចគ្នារវាង Game of Thrones ហើយនឹង House of the Dragon តែមុននឹងយើងឈានទៅដល់ការនិយាយពីចំណុចខុសគ្នាក៏យើងត្រូវនិយាយពីចំណុចដូចគ្នាដែរចំណុចដូចគ្នាគឺក្នុងរឿងនេះគឺគេអត់ផ្ដោតសំខាន់ទៅលើ action គេអត់ផ្ដោតសំខាន់ទៅលើថាតើក្បាច់គុណអីហក់លោតកាប់ចាក់ធ្វើ stunt ធ្វើអីដូចរឿង action ទេអ្វីដែលគេផ្ដោតសំខាន់គឺទៅលើនយោបាយគេផ្ដោតសំខាន់ទៅលើ plot សាច់រឿងរបស់ពួកគេជាជាងការផ្ដោតសំខាន់ទៅលើសង្គ្រាមការផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រសង្គ្រាមមានន័យថាសង្គ្រាមវាជា part របស់រឿងហ្នឹងជាជាងដែលថារឿងហ្នឹងគឺនិយាយពីសង្គ្រាមខ្ញុំដឹងថាខ្ញុំ make sense អត់ទេវាន័យថាសង្គ្រាមវាគ្រាន់តែជាមួយផ្នែកតូចទេប៉ុន្តែគេអ្វីដែលគេលេងគឺគេនឹងលេងអំពី plot ទូទៅការកាច់កងគ្នានៅក្នុងរាជវាំងការតាមអំណាចគ្នាការប្រឈមមុខគ្នារវាងគ្រួសារ Targaryen ការប្រទៀងប្រទង់គ្នារវាងជំនាន់ក្រោយរបស់ Targaryen ឧទាហរណ៍នៅក្នុងរឿង Game of Thrones អញ្ចឹងគឺការធ្វើនយោបាយឧទាហរណ៍ដូចជាកន្លែងដែល Stark ទៅចរចាជាមួយអាប៉ែស្អីនោះដែល
ដែលចុងក្រោយគ្រួសារ Stark ស្លាប់ទាំងអស់អាហ្នឹងគឺជា part of politics មានន័យថាគឺការចងសម្ព័ន្ធគ្នាការអីចឹងទៅឧទាហរណ៍ដូចជា Tywin Lannister គាត់ព្យាយាមឲ្យកូនស្រីគាត់រៀបការជាមួយ Baratheon គ្រួសារ Baratheon ឲ្យ Sir Jaime Lannister ធ្វើជា Kingsguard អីហ្នឹងអាហ្នឹងគឺសិតតែជាការចងនយោបាយគ្នាសម្រាប់មនុស្សទូទៅប្រហែលជាអាចរៀងទើសចិត្តបន្តិចដោយសារនៅពេលដែលយើងរៀបចំអញ្ចឹងតែទើសចិត្តអីបើ Game of Thrones គេគ្រប់គ្រងចង់ងាប់ឯហ្នឹងគ្រាន់តែថាការរៀបចំអញ្ចឹង pace របស់វាគឺអាចនឹងយឺតអញ្ចឹងបើសិនជាអ្នកដែលចូលចិត្តមើល movie រឿងដែលមាន fast pace អ្នកដែលចូលចិត្តភាព action ច្រើនអាចនឹងអត់ត្រូវជាមួយពួកគាត់ទេហើយនឹងចំណុចដូចគ្នាមួយទៀតគឺការរៀបចំខ្ញុំនិយាយថាម៉េចការរៀបចំ scene បានន័យថាគឺការរៀបចំអំពីអំណាចឥទ្ធិពលរបស់អ្នកដឹកនាំនៅ King's Landing ហ្នឹងឧទាហរណ៍ថាអ្នកដែលកាន់អំណាចពិតប្រាកដហ្នឹងគឺមិនមែនជាស្ដេចទេឧទាហរណ៍ដូចនៅកន្លែងមួយដែល Tyrion Lannister គាត់បានសួរទៅកាន់ Daenerys ថាតើអ្នកឯងមានអារម្មណ៍យ៉ាងម៉េចនៅពេលដែលអ្នកឯងគ្រប់គ្រងប្រទេសរបស់អ្នកឯងដែលអត់មានពួកអ្នកជំនួយអ្នកមានអញ្ចឹងនៅត្រង់កន្លែងដែលដូចជាខ្ញុំភ្លេចកន្លែងហ្នឹងដែលសំខាន់មើល Game of Thrones ដូចជា Daenerys ស្លាប់ពួកអ្នកមានហ្នឹងហើយជួយពួកទាសករហើយចុងក្រោយមានបញ្ហាអីចឹងទៅបាន Tyrion Lannister គាត់សួរអញ្ចឹងសម្រាប់ខ្ញុំគឺបានន័យថាគឺគេចង់បង្ហាញយើងថាមិនបានន័យថាម្នាក់ហ្នឹងគាត់ជាអ្នកដឹកនាំម្នាក់មិនបានន័យថាជាស្ដេចមួយគឺគាត់មានអំណាចហូលនៅក្នុងដៃតែហ្មងឯអ្វីដែលគេចង់បង្ហាញនៅក្នុងរឿងហ្នឹងដូចពួក The High Septon អីចឹងពួកហ្នឹងធ្វើទៅបើតើវាអត់មានអំណាចតាក់ទងទៅនឹងការគ្រប់អំណាចកងទ័ពអំណាចអីមែនប៉ុន្តែអ្វីដែលពួកគាត់មានគឺប្រជាជនមានន័យថាគាត់មានអំណាចប្រជាជនស្ដាប់ទៅលើពួក High Septon នឹងខ្លាំងជាងអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយស្ដេចក៏អត់អាចធ្វើអីបានតាមចិត្តរបស់គាត់ដែរឧទាហរណ៍ដូចកន្លែងដែលកូនរបស់ Rhaenyra ហ្នឹងគឺគាត់ដែលមានពាក្យអាចារ្យរាមថាកូនរបស់ Rhaenyra ហ្នឹងគឺមិនមែនជាកូនខ្សែស្រឡាយរបស់Valerian Lenor Valerian ហ្នឹងទេ3នាក់ហ្នឹងគឺអាចជាកូនBastard Son ឬក៏កូនដែលកើតពីការស្ហាយស្មន់ជាមួយនឹង Kingsguard របស់ Rhaenyra ហ្នឹងចឹងទៅហើយក៏ចាំផ្ដើមមានពាក្យអាចារ្យរាមដែលនិយាយច្រើននៅក្នុងរាជវាំងហើយក៏ជាមូលហេតុដែលរុញ Rhaenyra ហ្នឹងឲ្យត្រឡប់មករស់នៅ Dragonstone ខ្ញុំភ្លេចកន្លែងហ្នឹងបាត់ហើយអញ្ចឹងយើងឃើញហើយទោះបីជាយ៉ាងណាក៏ដោយទោះបីជានៅក្នុងរឿងទាំងពីរហ្នឹងគឺការបង្ហាញហ្នឹងគឺគេចង់បានន័យថាស្ដេចនៅក្នុងពិភពគេហ្នឹងគឺមិនមែនជាអ្នក whole power ទាំងមូលម្ដងទេប៉ុន្តែនៅមានរឿងជាច្រើនទៀតដែល affect ទៅលើ power របស់ស្ដេចហ្នឹងបើទោះបីជាស្ដេចនៅក្នុងហ្នឹងគឺមានទាំងអំណាចកងទ័ពមានទាំងលុយមានទាំងនិគរាជក៏អត់អាចធ្វើអីបានដែរនៅពេលដែលអំណាចជុំវិញគាត់ហ្នឹងគឺរង្គោះរង្គើឥឡូវយើងត្រឡប់ទៅនិយាយរឿងដែលខុសគ្នារវាងទាំងរឿងទាំងពីរហ្នឹងវិញរឿងទាំងពីរនេះគឺខ្ញុំគិតថាចំណុចដែលខុសគ្នាគឺ obvious មែនតើអ្វីត្បិតដែលគេនិយាយអំពីសាច់រឿងនៅ King's Landing ច្រើនប៉ុន្តែគឺគេអត់បាន focus នៅលើគ្រួសារណាមួយអ្វីត្បិតថាជាគ្រួសារ Stark រៀងលេចធ្លោជាងគេនៅក្នុងហ្នឹងជាមួយនឹងគ្រួសារ Lannister ប៉ុន្តែខ្ញុំគិតថាគឺគេអត់បាន focus មួយទៅលើគ្រួសារណាមួយឯងយើងបានឃើញគ្រួសារផ្សេងគឺចូលមកលាយឡំជាមួយនៅក្នុងសាច់រឿងហ្នឹងទាំងអស់ហើយយើង notice គ្រប់គ្រួសារទាំងអស់អ្វីដែលយើងមើលនៅក្នុងហ្នឹងមាន House Tully មានពពួកស្អីគេប៉ែអីដែល trial by combat និយាយច្រើនពេកគេវាយងាប់វិញខ្ញុំភ្លេចឈ្មោះបាត់ហើយដូច Martell គ្រួសារ Martell មានគ្រួសារ Stark មានន័យថាយើងមើលគឺយើង notice គ្រួសារទាំងអស់ហ្នឹងសុទ្ធតែមានចំណុចដែលឲ្យយើងចាប់អារម្មណ៍ប៉ុន្តែអ្វីដែលខុសគ្នានៅក្នុងរឿងនេះគឺខ្ញុំគិតថាអ្វីដែលជាចំណុចខុសគ្នាហ្នឹងគឺគាត់ណាគឺគេនឹងត្រូវនិយាយអំពីគ្រួសារ Targaryen ហើយដោយសារតែសាច់រឿងគេដាក់ថា House of the Dragon ប្រកាសណាគឺគេផ្ដោតទៅលើគ្រួសារដែលមានពាក់ព័ន្ធនឹងនាគរាជគឺ Targaryen ប៉ុន្តែអ្វីដែលគេនិយាយគឺគេនិយាយអំពីផ្ទៃក្នុងរបស់គ្រួសារ Targaryen ច្រើនជាងការនិយាយទៅលើនយោបាយចំណុចហ្នឹងគឺគេផ្លាស់ប្ដូរគ្នាមិនមែនបានន័យថារឿងពីរនៅក្នុងពិភពតែមួយគឺគេធ្វើរបៀបដូចគ្នាមិនមែនទេគឺរឿងពីរហ្នឹងគឺខុសគ្នាត្រង់កន្លែងហ្នឹងនិងមួយទៀតនៅក្នុងរឿង Game of Thrones គឺគេនិយាយអំពីពណ៌នយោបាយបែប feudal lord ហ្នឹងបានន័យថា
អ្នកគ្រប់គ្រងនៅ King's Landing អ្នកគ្រប់គ្រងទៅតាមតំបន់មួយដោយ House Stark អីហ្នឹងគឺគ្រប់គឺគោរពទៅកាន់ស្ដេចនៅ King's Landing គឺ House Baratheon ហ្នឹងប៉ុន្តែនៅក្នុងនេះគឺដែលគេហៅថាFeudal Lord System ឯហ្នឹងអាហ្នឹងគឺដូចគ្នានៅក្នុងរឿង Game of Thrones ណាប៉ុន្តែនៅក្នុងនេះគឺគ្រួសារ Targaryen គ្រប់គ្រង King's Landing ហ្នឹងដោយប្រើ Power Based System បានន័យថាពួកគាត់គ្រប់គ្រងដោយសារគ្រប់គ្រួសារហ្នឹងគឺខ្លោបខ្លាចអំណាចនិក្រិតរបស់គ្រួសារ Targaryen ហ្នឹងអាហ្នឹងគឺជាចំណុចខុសគ្នារវាងរឿង Game of Thrones ជាមួយនឹងរឿង House of the Dragon វាមិនមែនជាចំណុចអាក្រក់ទេខ្ញុំសូមបញ្ជាក់ម្ដងទៀតវាមិនមែនជាចំណុចអាក្រក់ប៉ុន្តែវាជាចំណុចខុសគ្នាហើយបើសិនជាសួរខ្ញុំថារឿងពីរហ្នឹងមួយណាសម្រាប់ទស្សនិកជនទូទៅជាងខ្ញុំគិតថាប្រហែលជារឿង House of the Dragon ហ្នឹងគឺសម្រាប់មនុស្សទូទៅជាងហើយខ្ញុំពេលមើល House of the Dragon ក៏ខ្ញុំ expect ខ្ញុំចង់ឃើញការហោះនៅលើនាគរាជនៅអីដែរសម្រាប់ខ្ញុំណាបើសួរថាបើសិនជាមួយណាកំសាន្តខ្ញុំជាងគឺប្រកាសណាស់គឺ House of the Dragon ដែរដោយសារយើងបានឃើញនាគរាជជិះហោះហើរពេញលើមេឃអីចឹងទៅអញ្ចឹងភាពខុសគ្នាខ្ញុំមានតែពីរចំណុចហ្នឹងអូខេអញ្ចឹងយើងបន្តទៅនិយាយអំពីបទពិសោធន៍ខ្ញុំជាមួយនឹងរឿង House of the Dragon ចំពោះរឿង House of the Dragon នេះគឺមានចំណុចល្អច្រើនដែលខ្ញុំ notice ទី1គឺតាក់ទងនឹងសាច់រឿងនៅក្នុងវគ្គ1នេះគឺគេចង់បង្ហាញអំពីមូលហេតុនៃការ build up ទៅជា tension ទៅជាការប្រតេញប្រទង់គ្នាដែល lead up ទៅជាព្រឹត្តិការណ៍មួយដែលគេហៅថា The Dance of the Dragon គឺគេដើរនៅលើហ្នឹងដោយអត់មានភាពវាវេទេខ្ញុំមិនដឹងថានៅក្នុងសភៅគឺគេសរសេរបែបហ្នឹងហើយគេដើរតាមសភៅ 100% ឬក៏មានការសរសេរបន្ថែមមានការធ្វើឲ្យ dramatize បន្ថែមទេប៉ុន្តែខ្ញុំគិតថាគឺនៅក្នុងរឿងនេះគឺគេធ្វើរឿងហ្នឹងត្រង់កន្លែងហ្នឹងគឺបានល្អមែនតើមានន័យថាគ្រប់យ៉ាងទាំងអស់ដែលគេដើរហ្នឹងគឺគោលដៅរបស់គេគឺដើម្បីឲ្យទៅដល់ព្រឹត្តិការណ៍ The Dance of the Dragon ហ្នឹងដូចដែលនៅក្នុងរឿងហ្នឹងគឺគេចែកជា2 section ដែលគ្រាន់តែចាប់ផ្ដើមនៅ episode 1គឺគេបានបង្ហាញឲ្យអាភាពតឹងតែងនៃការប្រទៀងប្រទង់គ្នារវាង Air គេបបហៅខ្មែរថាម៉េចអ្នកស្នងរាជស្រីជាមួយនឹងអ្នកស្នងរាជប្រុសអីចឹងទៅភាពអត់ស្មើគ្នារវាងមនុស្សស្រីជាមួយនឹងមនុស្សប្រុសនៅក្នុងខ្សែរាជវង្សពពួក Targaryen អីហ្នឹងទៅគ្រាន់តែប៉ុណ្្នឹងគឺគេសរសេរគេចាប់ផ្ដើមចងជាបញ្ហាមួយឯងបញ្ហាហ្នឹងបន្តមកទៀតបន្តរហូតដល់ពេលដែល Rhaenyra គាត់កើតមកឪពុករបស់គាត់នៅតែព្យាយាមចង់បានកូនប្រុសហើយរហូតដល់ Rhaenyra ខ្លួនឯងហ្នឹងគឺគាត់ជាមនុស្សដែលចូលចិត្តធ្វើអីដូចមនុស្សប្រុសចូលចិត្តច្បាំងចូលចិត្តជិះលើនាគចូលចិត្តប្រយុទ្ធគ្នាចូលចិត្តអីចឹងទៅប៉ុន្តែដោយសារតែការចង plot ពីដំបូងឡើយធ្វើឲ្យ Rhaenyra ហ្នឹងគាត់ចាប់ផ្ដើមបោះបង់នៅសុបិនរបស់ខ្លួនឯងហើយគាត់ក៏ចាប់ផ្ដើមមានគំនិតមួយថាខ្លួនរបស់គាត់គឺដើម្បីតែរៀបការបង្កើតកូនឲ្យខ្សែរាជវង្សនោះទេរហូតដល់ពេលមួយដែលមិនមានអីមកជាមួយចឹងទៅក៏គាត់ចាប់ផ្ដើម build up នៅអារឿងផ្សេងហើយទាមទារអាមុខតំណែងអីរបស់គាត់នឹងមកវិញអីចឹងទៅហើយអាបញ្ហារឿងកូនប្រុសកូនស្រីហ្នឹងក៏គេយកលេសហ្នឹងដើម្បីឲ្យកូនប្រុសរបស់ Viserys ជាមួយនឹង Alicent Hightower ហ្នឹងធ្វើជាស្ដេចវិញអីចឹងទៅពួកតកូល Hightower ហ្នឹងពួកហ្នឹងក៏បានយកលេសហ្នឹងផ្លាស់ប្ដូរបណ្ដាំហើយក៏បានឲ្យកូនប្រុសខ្លួនឯងឡើងគ្រងរាជអីចឹងតាមហ្នឹងទៅហើយដោយសារតែមានលេសហ្នឹងក៏ទទួលបានការគាំទ្រពីពួក High Septon ទទួលបានការគាំទ្រពីពួកតកូលធំអីចឹងបន្ថែមទៅអញ្ចឹងគឺខ្ញុំគិតថាការចង plot របស់គេគឺពីមួយទៅមួយគឺមានការតំណែងគ្នាបើសិនជាយើងគួយគិតឲ្យមែនតើខ្ញុំគិតថាការសរសេរសាច់រឿងហ្នឹងគឺបានល្អមែនតើខ្ញុំចូលចិត្តមែនតើចំណុចល្អមួយទៀតនៃរឿងនេះគឺខ្ញុំគិតថាគឺការបង្ហាញ lore នៃ world របស់ពួកគេខ្ញុំទទួលស្គាល់ថារឿង Game of Thrones បើសិនជាអ្នកអត់ធ្លាប់អានសភៅក៏អាចមើលរឿងនេះបានដែរហើយចំពោះរឿង House of the Dragon ដូចគ្នាប៉ុន្តែនៅក្នុងការបង្ហាញពី lore របស់ពិភពរបស់គេនៅក្នុងការបង្ហាញពីថាវប្បធម៌នៅក្នុងពិភពរបស់គេហ្នឹងគឺខ្ញុំគិតថាគេធ្វើបានល្អជាង Game of Thrones បានន័យថាគឺគេបានជ្រៀតបញ្ចូលអា lore របស់គេតិចហ្នឹង
ដោយអត់ឲ្យអ្នកមើលមានអារម្មណ៍ថា complicate ឬក៏អត់ឲ្យអ្នកមើលហ្នឹងគាត់ដកខ្លួនចេញពីពិភពចេញពីរឿងរបស់គេហ្នឹងរឿងខ្លះគឺដើម្បីបញ្យល់សាច់រឿងបញ្យល់ lore របស់គេហ្នឹងគឺគេនឹងទាញអ្នកមើលចេញពីរឿងហ្មងបានន័យថាគេនឹងសោតឲ្យអ្នកមើលហ្នឹងស្ដាប់ហ្មងថាអញ្ចឹងហើយរឿងប្រភេទអញ្ចឹងគឺវាអត់សូវល្អហ្មងទេវាដូចផ្ដាច់ពងមើលអញ្ចឹងតែផ្ដាច់គេដើម្បីមកបញ្យល់គេសិនអញ្ចឹងខ្ញុំគិតការសរសេរបែបហ្នឹងគឺអត់ល្អទេមានន័យថាអ្នកសរសេរនៅក្នុងរឿងនេះគឺគាត់បញ្ជាចូល lore ដោយអត់ឲ្យអ្នកមើលមានអារម្មណ៍ថា feel complicated ហើយអត់ឲ្យអ្នកមើលហ្នឹងគឺមានអារម្មណ៍ថាអត់ឲ្យអ្នកមើលហ្នឹងមានអារម្មណ៍ថាខ្លួនឯងត្រូវដកខ្លួនចេញពីរឿងហ្នឹងដើម្បីសិក្សាពីអាហ្នឹងសិនវាខុសពីរឿង The Witcher ខ្ញុំហ៊ានធានាថាបើសិនជាអ្នកទាំងអស់គ្នាអត់ស្គាល់នៅ lore របស់ The Witcher ទេគឺអ្នកទាំងអស់គ្នាប្រកាសជាទៅមើលរឿង The Witcher បែកវល់វិញហ្នឹងហើយយើងមិនដឹងថា Witcher ហ្នឹងទទួលបានលុយមិនទៅរក contract ហ្នឹងកន្លែងណាពួកបិសាចនឹងមានស្អីខ្លះសិលមានអីខ្លះគឺប្រកាសជាបែកវល់ហើយប៉ុន្តែវាខុសពីរឿងនេះយើងបានឃើញនៅការចិញ្ចឹមនាគគេមានពពួកអី master អញ្ចឹងឯងដែលនៅ Dragon Pit ដែលគេនាំពួកកូនអ្នកជំនាន់ក្រោយរបស់ Targaryen ហ្នឹងទៅកាន់កន្លែងហ្នឹងដើម្បី tame dragon ដើម្បី tame នាគហ្នឹងហើយនឹងក្នុងកន្លែងមួយដែលឪពុករបស់ Rhaenyra ហ្នឹងគឺគាត់បានប្រាប់ថាពពួក Targaryen ហ្នឹងមិនអាចគ្រប់គ្រងសត្វនាគនឹងបានទាំងស្រុងទេនៅពេលមួយសត្វនាគគឺនឹងអាចបកមកខំពួកគាត់វិញហើយនឹងអត់ស្ដាប់សេចក្តីរបស់ពួកគាត់ដែរនៅត្រង់កន្លែងហ្នឹងគឺក៏យើងឃើញដែរក៏យើងឃើញនៅក្នុង Game of Thrones ដែរត្រង់កន្លែងដែលពពួកកូននាគហ្នឹងគឺវាខំគ្នាដោយអត់ស្ដាប់ពីសម្ដីរបស់ Daenerys អញ្ចឹងខ្ញុំគិតថាគឺការបង្ហាញអស់ហ្នឹងគឺគេអត់ចាំបាច់មានន័យថាគឺគេបញ្ចូលទៅជាមួយនឹងសាច់រឿងគេរុញទូកបដោយទឹកដើម្បីឲ្យអត់ឲ្យអ្នករុញហ្នឹងអត់ឲ្យអ្នកមើលហ្នឹងគឺគាត់មានអារម្មណ៍ថាខ្លួនឯងដកចេញពីសាច់រឿងហ្នឹងឯងហើយអត់ឲ្យយើងមានអារម្មណ៍ថា complicate ទេខ្ញុំស្រឡាញ់ថងកន្លែងហ្នឹងហើយមួយទៀតការរើសតួអង្គខ្ញុំនិយាយមែនតួអង្គក្នុងរឿងនេះកប់ហ្មងតាំងពីតួអង្គ Viserys ថងកន្លែងViserys កន្លែងចុងក្រោយហ្នឹងណាតួអង្គ Viserys ហ្នឹងធ្វើឈឺសមមែនតែនហ្មងខ្ញុំអត់ចេះអីតាក់តងទៅនឹងបច្ចេកទេសក្នុងការសម្ដែងអីប៉ុន្តែបើយើងទៅមើលយើងជឿថាតួអង្គឈឺមែនតែនស្រឡាញ់ហ្មងឧទាហរណ៍ដូចតួអង្គខ្ញុំគិតថាតួអង្គដែលសមមួយទៀតគឺដែលសមជាងគេស្ថិតនៅជួរទី1គឺ Alicent Hightower តួអង្គម្នាក់ហ្នឹងសម្ដែងជាតួអង្គមួយដែលខ្លួនឯងគឺប្រទាញបន្ទង់គ្នារវាងភាពអាក្រក់និងភាពល្អអ្វីទៅបិទតាគាត់មានសារជាតិជាមនុស្សល្អប៉ុន្តែក៏គាត់អត់ចង់ល្អពេករហូតដល់បាត់បង់នៅផលប្រយោជន៍របស់ខ្លួនឯងមានន័យថាតួអង្គហ្នឹងមានអារម្មណ៍ថាដូចប្រទាញបន្ទង់គ្នាមិនទេតួអង្គ Rhaenyra តួអង្គ Daemon ហើយតួអង្គមួយទៀតអាកូនទី2ឈ្មោះស្អីខ្ញុំភ្លេចAemon អញ្ចឹងAemon Aegon ឈ្មោះញ៉ៃជួយមករឿងហ្នឹងអាមួយនេះផ្នែកមកទៅរឿងអាមួយហ្នឹងក៏សំដែងសមដែរខ្ញុំស្រឡាញ់អាមួយហ្នឹងមែនតើយើងមើលទៅមានអារម្មណ៍ថាតួអង្គហ្នឹងគឺពិតជាមានអំណាចមានអារម្មណ៍ថាតួអង្គខ្លាំងហើយគ្រាន់តែឃើញមុខតួអង្គជួយមកតួអង្គហ្នឹងដឹងខ្លាំងហ្មងហើយដល់ពេលតួអង្គមួយទៀតទៅជួបតួអង្គហ្នឹងយើងមានអារម្មណ៍ថាភ័យយើងមានអារម្មណ៍ថាតិចតួអង្គមួយនឹងស្លាប់តួអង្គមួយទៀតបាត់ទៅអីចឹងទៅតួអង្គមួយគឺសំដែងមកគឺបង្ហាញពីបុគ្គលិកលក្ខណៈបង្ហាញពីអំណាចរបស់ character ដែលគេកំពុងតែសម្ដែងហ្នឹងខ្ញុំស្រឡាញ់មែនតែនហ្មងហើយមួយទៀតគឺការរៀបចំ scene ខ្ញុំគិតថាគេធ្វើល្អតាំងពីជំនាន់ Game of Thrones វាជារឿងមួយដែលរៀបចំ scene បានល្អមែនតែនហើយអ្នកទាំងអស់គ្នាក៏ធ្លាប់ដឹងដែរខ្ញុំបានធ្វើវីដេអូមុនហ្នឹងគឺនិយាយគឺខ្ញុំជាមនុស្សដែលឲ្យតម្លៃទៅលើការរៀបចំ scene ហ្នឹងដោយសារតែការរៀបចំ scene គឺបានន័យថាយើងបង្ហាញអំពីឥទ្ធិពលយើងបង្ហាញថានគរមួយហ្នឹងគឺអស្ចារ្យប៉ុណ្ណាតូចឬក៏ធំតើនៅលើគេឬក៏ក្រោមគេជីវភាពរបស់ប្រជាជនហ្នឹងរស់នៅយ៉ាងម៉េចយើងមើលនៅក្នុង Game of Thrones មានអារម្មណ៍ថាពិភពមួយហ្នឹងគឺប្រជាជនដូចទៅតែងើបពីសង្គ្រាមអញ្ចឹងបានន័យថាប្រជាជនហ្នឹងមានការហូបចុកអត់គ្រប់គ្រាន់មានការប្រឆាំងគ្នាមានអារម្មណ៍ថាទីក្រុងហ្នឹងគឺអត់មានការរៀបចំត្រឹមត្រូវទេប៉ុន្តែនៅក្នុងនេះខ្ញុំគិតថាការបង្ហាញរបស់គេគឺបង្ហាញអំពីថានៅក្នុងរាជរបស់ពពួក Targaryen ហ្នឹងប្រជាជនគឺគាត់រៀងមើលទៅវារៀងអាហ្នឹងគេប្រើពាក្យអីគេ
មានន័យថាមើលទៅដូចសប្បាយចិត្តជាងមានន័យថារស់នៅដោយជីវភាពល្អជាងការពេលជំនាន់ House Baratheon មកកាន់កាប់វិញចឹងខ្ញុំគិតថាអាហ្នឹងវា relate ជាមួយការប្រើ color relate ជាមួយនឹងអីដែរប៉ុន្តែខ្ញុំអត់សូវដឹងរឿងហ្នឹងឯងគ្រាន់តែថាយើងមើលមកមានអារម្មណ៍ថាវាស្រឡះចិត្តជាងទៅមើលរឿង Game of Thrones គ្រាន់តែមើល Game of Thrones ហ្នឹងអាការរៀបចំស៊ីនរបស់គេយើងមានអារម្មណ៍ថាអាប់អួរបាត់ហើយអាប់អួរហ្នឹងបានខ្ញុំមិនមែនចង់បានន័យថាអាប់អួរជាចំណុចអាក្រក់ប៉ុន្តែយើងដកឧទាហរណ៍ថាបើយើងដាក់ខ្លួនឯងទៅក្នុងទីក្រុងមួយហ្នឹងជីវិតយើងគឺអាប់អួរហ្មងតែគ្រាន់តែថានៅក្នុងនេះគឺខ្ញុំអត់មានអារម្មណ៍ចឹងខ្ញុំមានអារម្មណ៍ថាគឺគេចង់បង្ហាញថាប្រជាជនគឺគាត់មានអ្វីត្បិតតែអ្នកខ្លះនៅតែមានភាពក្រីក្រអ្នកខ្លះអីចឹងទៅប៉ុន្តែមានការរៀបចំក៏ដូចជាប្រជាជនគាត់មានជីវភាពរស់នៅល្អជាងការជំនាន់ពេលជំនាន់តទៅមុខទៀតនៅក្នុង Game of Thrones ចឹងអាហ្នឹងឯងដែលខ្ញុំតែងតែប្រៀបធៀបហើយមួយទៀតគឺការបង្ហាញអំណាចរបស់នាគគឺលយហ្មងគឺគេចង់បង្ហាញថាមិនមែនគ្រប់នាគហ្នឹងគឺសិតតែខ្លាំងទេដូចបង្ហាញអា Vega នោះខ្ញុំមិនដឹងថា Vega ហ្នឹងគឺជា Vega ដែលនៅតតាំងពី150ឆ្នាំមុនដែលនៅពេលជានាគរបស់ដូចជាប្រពន្ធរបស់ Aegon ឈ្មោះស្អីដូចឈ្មោះ Visenya Maxis ដូចជាបោះRhaenys ខ្ញុំគិតថាការបង្ហាញពីនាគហ្នឹងក៏គេល្អដែរថងកន្លែងហ្នឹងគឺខ្ញុំគួរតែនិយាយនៅកន្លែងចំណុចលហ្នឹងមានន័យថាគ្រប់នាគទាំងអស់មិនមែនសុទ្ធតែជានាគដែលខ្លាំងទេហើយក៏មិនមែនគ្រប់នាគទាំងអស់សុទ្ធតែអាចជិះបានដែរនាគដែលកើតមកគឺមិនមែនគ្រប់នាគទាំងអស់សុទ្ធតែអាចថេមបានដែលអាចតាក់យកមកប្រើប្រាស់បានណាដោយកន្លែង Vega ហ្នឹងតាមស្លាប់អានាគអាទូចបោះJess ឈ្មោះអញញ៉ៃជួយមកអាកូនទី2របស់នេះហ៎របស់ Rhaenyra ដែលងាប់ដោយសារ Vega នឹងខំមកយើងឃើញថានៅពេលដែលនាគនឹងវាធំខ្លាំងពេកគឺវាឡើងនៅក្រោមការគ្រប់គ្រងរបស់មួយAemon ហ្នឹងហើយគឺAemon ព្យាយាមគ្រប់គ្រងខ្ញុំបើតាមមើលស៊ីនហ្នឹងទៅខ្ញុំគិតថាAemon ហ្នឹងក៏វាអត់ចង់វាគ្រាន់តែចង់ថយលេងមានន័យថាគ្រាន់តែវាចង់លេងជាមួយនឹងបំភ័យអាកូនមួយហ្នឹងឯងប៉ុន្តែដល់ពេល Vega លេងស្ដាប់សម្ដីទៅក៏វាខំទៅបង្កើតបានទៅជាសង្គ្រាមបង្កើតបានទៅឲ្យ Rhaenyra ហ្នឹងគាត់ប្រកាសសង្គ្រាមហ្មងគាត់លែងខ្វល់ពីមនុស្សធម៌លែងអីទៀតហើយខ្ញុំគិតថាត្រង់កន្លែងហ្នឹងគឺវាគេបង្ហាញមកគឺមានការបដិបត្តិគ្នាល្អមែនតែនហ្មងខ្ញុំនិយាយអញ្ចឹងហើយបើឲ្យខ្ញុំនិយាយពីចំណុចអាក្រក់នៃរឿងហ្នឹងខ្ញុំគិតថាមានច្រើនទេវាបើអាចនិយាយបានថាសួរថារឿងហ្នឹងវាដល់កម្រិតកំពូលហ្មងអត់ប្រហែលជាអត់ទេខ្ញុំគិតថាចំណុចអាក្រក់ទូចមួយដែលខ្ញុំអាចនិយាយគឺ pace នៅរឿងហ្នឹងវារៀងយឺតពេកអញ្ចឹងចំពោះអ្នកមើលទូទៅប្រហែលជាអត់ត្រូវទៅទេជាពិសេសដោយសារឥឡូវយើងដឹងហើយ long form video ប្រហែលជាមិនជា choice របស់មនុស្សយើងទៀតទេវាអាចនឹងប៉ះពាល់ដល់មនុស្សមួយចំនួនប៉ុន្តែខ្ញុំគិតថាហ្នឹងក៏វាមិនមែនជានេះដែរវាមិនមែនជាចំណុចអាក្រក់ទេវាជា personal preference ដូចខ្ញុំចូលចិត្តរឿងដែលមានការ set up មានអីចឹងខ្ញុំអូខេក្នុងការអង្គុយមើលគ្រាន់តែថាឥឡូវវារវល់ចឹងមួយថ្ងៃមើលបានតែមួយ episode ឬក៏2 episode ហ្នឹងយ៉ាងច្រើនបំផុតហើយអាហ្នឹងខ្ញុំគិតថាបើយកមកនិយាយពីចំណុចអាក្រក់ក៏វាមិនត្រូវអាហ្នឹងវាជា personal preference ហើយនឹងមួយទៀតគឺឈ្មោះអញញ៉ៃចំនិយាយឈ្មោះខ្ញុំនិយាយមែនខ្ញុំមើលរឿង The Witcher ខ្ញុំចាំឈ្មោះខ្ញុំចាំតួអង្គអាចនិយាយបានថាវាដោយសារខ្ញុំស្គាល់ពីមុនមកប៉ុន្តែតួពេលខ្ញុំទៅមើលក្នុងរឿង The Witcher នៅក្នុង Netflix ដំបូង Rent Free ខ្ញុំមានដែរស្គាល់ណាខ្ញុំនៅចាំតួអង្គមួយចំនួនទៀតក៏ខ្ញុំមិនដែរស្គាល់ខ្ញុំនៅចាំប៉ុន្តែដូចស្អីគេ Striker Ball ដូចអីហ្នឹងខ្ញុំមានតែដែរស្គាល់មកពីណាមកប៉ុន្តែខ្ញុំនៅចាំប៉ុន្តែរឿងក្នុងនេះតាំងពីរឿង Game of Thrones ខ្ញុំចាំតែអ្នកដែលមានឈ្មោះប្លែកឯងដូចជា Little Finger ឯងខ្ញុំចាំឥឡូវអាប៉ែអេម៉ាថែលកាន់កវីអីនោះខ្ញុំគ្មានចាំទេអញ្ចឹងខ្ញុំគិតថាវាចំណុចអាក្រក់គឺមានតែមួយហ្នឹងដែលយើងអាចនិយាយជាចំណុចអាក្រក់បានចំណុចដែលខ្ញុំនិយាយមុនហ្នឹងតាក់ទងនឹង pace របស់រឿងអីហ្នឹងខ្ញុំគិតថាជា personal preference ទេអញ្ចឹងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះសាច់រឿង House of the Dragon commentនៅខាងក្រោមហើយថ្ងៃនេះគឺខ្ញុំយើងជួបគ្នានៅវីដេអូក្រោយ